រៀបសួរបងប្អូនអរគ្នាយើងជួបគ្នាទៀតហើយបាទដោយថ្ងៃនេះយើងជួបគ្នាជាមួយនឹងវីដេអូថ្មីស្ដីពីការលេង style ឬក៏លេង tweak នៅលើទូរស័ព្ទដៃ iPhone ដែលធ្វើការ jailbreak ហើយនៅលើ version iOS 14រហូតដល់14.1 ផងដែរអូខេអញ្ចឹងថ្ងៃនេះ Mobile Star នឹងលើកយកនៅ tweak ចំនួន5យកមកបង្ហាញដល់បងប្អូនអរគ្នាចំពោះបងប្អូនអរគ្នាណាដែលចាប់អារម្មណ៍លេង style ទៅលើទូរស័ព្ទដៃ iPhone ដែលប្រើ version iOS 14ហ្នឹងហើយធ្វើការ jailbreak ហើយចង់លេង style ទៅលើទូរស័ព្ទដៃរបស់បងប្អូនអរគ្នាហើយបើបងប្អូនអរគ្នាមិនទាន់អាច jailbreak បានទេបងប្អូនអរគ្នាអាចមើលជាការស្វែងយល់និងចេះដឹងទាក់ទងទៅនឹងការប្រើប្រាស់ tweak នេះផងដែរអូខេតោះអញ្ចឹងដើម្បីកុំឲ្យខាតពេល tweak ទី1ដែល Mobile Style ចង់បង្ហាញគឺជា tweak ដែលបង្ហាញអំពី indicator នៃថ្មទូរស័ព្ទដៃ iPhone របស់យើងបាទលក្ខណៈជារបានៅខាងលើនេះបាទនៅពេលដែលថ្មយើងពេញវាបង្ហាញជាលក្ខណៈឆកបើសិនជាថ្មយើងស្រកចុះវាបង្ហាញថយរហូតដល់អស់ទៅតាមភាគរយនៃថ្មដែរអូខេអញ្ចឹងដើម្បីអាចធ្វើដូច្នេះបានបងប្អូនអរគ្នាគ្រាន់តែ install នៅ tweak មួយដែលមានឈ្មោះថា battery notch អូខេ battery notch នេះបងប្អូនអរគ្នា install ហើយបងប្អូនអរគ្នាចូលមកកាន់ setting ដើម្បីធ្វើការកំណត់នៅពណ៌នៃ battery របស់យើងទៅតាមប្រភេទបាទកម្លាំងថ្មរបស់វាបងប្អូនអរគ្នាអាចជ្រើសរើសពណ៌ដែលបងប្អូនអរគ្នាស្រឡាញ់អញ្ចឹងមកបើ stand បាច់បង្ហាញទេអូខេបន្ទាប់មក you fix color នេះបងប្អូនអរគ្នាអាចបើកវាហើយfix color នេះបងប្អូនអរគ្នាអាចជ្រើសរើស color ណាមួយដែលបងប្អូនអរគ្នាស្រឡាញ់ឧទាហរណ៍ដូរពីពណ៌ផ្កាឈូកមកជាពណ៌បៃតងវិញទៅបាទ post when charging នេះបើកវាមកហើយ post duration in second នេះបើកចឹងមកអូខេបន្ទាប់មក custom color while using RPM នេះបងប្អូនអរគ្នាអាចធ្វើការផ្លាស់ប្ដូរនៅពណ៌ទៅតាមពណ៌ដែលបងប្អូនអរគ្នាស្រឡាញ់ Andy color នេះបងប្អូនអរគ្នាអាចដូរទៅតាមពណ៌ដែលបងប្អូនអរគ្នាស្រឡាញ់ដែរអូខេអញ្ចឹងវាអាចដូរទៅបានតាមពណ៌ដែលបងប្អូនអរគ្នាស្រឡាញ់បាទឧទាហរណ៍ដូរមកពណ៌ក្រហមអីចឹងវិញណាអូខេបើអញ្ចឹងអត់មានអីច្រើនទេហើយក៏អត់មានអីត្រូវ spring ដែរបើ set ហើយបងប្អូនអរគ្នាត្រឡប់ទៅវិញទៅអញ្ចឹងបងប្អូនអរគ្នានឹងឃើញ indicator ថ្មរបស់បងប្អូនអរគ្នាដូរពីពណ៌ផ្កាឈូកមកពីជាពណ៌បៃតងដូចនេះឯងអូខេនេះជា tweak ទី1 tweak ទី2ដែល Mobile Star ចង់បង្ហាញគឺជា tweak ដែលយើងលេង style ទៅលើរបាដកនៃទូរស័ព្ទដៃ iPhone របស់យើងទៅលើពណ៌មានពណ៌ស្រស់ស្អាតដូចនេះបាទដូចជាបងប្អូនអរគ្នាបានឃើញស្រាប់ហើយអូខេអញ្ចឹងដើម្បីអាចលេង style ទៅលើរបាដកមានពណ៌ដូចនេះបងប្អូនអរគ្នាអាចធ្វើការ install ពី site នេះនៅ tweak មួយដែលមានឈ្មោះថាអូខេមានឈ្មោះថា docx អូខេ docx នេះបងប្អូនអរគ្នា install ហើយចូលមកកាន់ setting មកបងប្អូនអរគ្នាអាចធ្វើការកំណត់នៅ enable modern dock នេះបងប្អូនអរគ្នាបើកវាដើម្បីអាចកំណត់ពណ៌បានហើយ dock background នេះមិនបាច់បើកទេ enable all dock នេះក៏មិនបាច់បើកដែរ set dock color នេះបងប្អូនអាចបើកវាហើយបន្ទាប់មកបងប្អូនអរគ្នាជ្រើសរើស color របស់ dock ដែលបងប្អូនអរគ្នាស្រឡាញ់ឧទាហរណ៍ដូរពីពណ៌ក្រហមមកជាពណ៌ផ្ទៃមេឃអញ្ចឹងវិញមកអូខេពេលយើងកំណត់បានអញ្ចឹងហើយបងប្អូនទៅមើលទៅលើមាត់នេះចុចលើវាមកបន្ទាប់មកបងប្អូនអរគ្នាចុចទៅពាក្យ respring ដើម្បីឲ្យ tweak នឹងដំណើរការអូខេពេលវា respring រួចរាល់ហើយបងប្អូនអរគ្នាអាចចូលទៅមើលរបាដករបស់យើងបាទបងប្អូនអរគ្នានឹងឃើញថារបាដករបស់យើងគឺប្រែប្រួលពណ៌ទៅតាមពណ៌ដែលយើងបានកំណត់ដូចនេះឯងអូខេនេះគឺជា tweak ទី2 tweak ទី3ដែល Mobile Star ចង់បង្ហាញគឺជា tweak ដែលលេង style ទៅលើ home bar នៃទូរស័ព្ទដៃ iPhone របស់យើងបាទឲ្យមានលក្ខណៈជាពណ៌ដេញគ្នាផ្លេកៗដូចនេះឬក៏ពណ៌តែមួយក៏បានដែរនៅលើ lock screen ក៏ដូចជានៅលើ notification ឬក៏នៅលើ home screen របស់យើងដូចជាបងប្អូនអរគ្នាបានឃើញហើយគឺលក្ខណៈស្រស់ស្អាតដូចនេះឯងអូខេអញ្ចឹងដើម្បីអាចលេង style ទៅលើ home bar ដូចនេះបានបងប្អូនអរគ្នាត្រូវតែធ្វើការ install នៅ tweak មួយដែលមានឈ្មោះថា Chroma Home Bar X បងប្អូនអរគ្នា install ពី site នេះមកហើយចូលមកកាន់ setting ដើម្បីអាចកំណត់វាបានអូខេអញ្ចឹងយើងបើក enable វាមកហើយ style នេះបើបងប្អូនអរគ្នាចង់ឲ្យវាមានពណ៌ប្រដេញគ្នាបងប្អូនអរគ្នាយកខាងលើគឺ wave នឹងឯងបាទ opacity នេះបងប្អូនអរគ្នា
បើកវាអស់អញ្ចឹងមកហើយ animation direction នេះបងប្អូនអរគ្នាអាចយកឲ្យវារត់ពណ៌ពីឆ្វេងទៅស្ដាំឬពីស្ដាំទៅឆ្វេងតាមចំណង់ចំណូលចិត្តរបស់បងប្អូនអរគ្នាហើយ animation interval នេះបើបងប្អូនអរគ្នាអាចបើកវាអស់អញ្ចឹងមក animation interval បើកអស់អញ្ចឹងមកអូខេ fade color បងប្អូនអរគ្នាអាចដូរនៅពណ៌ដែលបងប្អូនអរគ្នាស្រឡាញ់អាចដូរពីពណ៌ក្រហមទៅជាពណ៌លឿងទី2នេះអាចដូរពីពណ៌លឿងដូរពីពណ៌ស្វាយទៅជាពណ៌បៃតងអញ្ចឹងណាអូខេបើកវាអស់អញ្ចឹងមកបាទ breathing color បងប្អូនអរគ្នាអាចដូរពីពណ៌ក្រហមមកជាពណ៌ផ្កាឈូកតាមពណ៌ដែលបងប្អូនអរគ្នាចង់បានបាទ static color នេះបងប្អូនអរគ្នាអាចដូរទៅជាពណ៌ផ្ទៃមេឃអូខេបាទមានតែប៉ុណ្ណឹងទេបងប្អូនអរគ្នាចុច red spring មកអូខេពេលវាដំណើរការឲ្យបងប្អូនអរគ្នានឹងឃើញថា color របស់ home bar របស់យើងគឺមានការផ្លាស់ប្ដូរដូចជាបងប្អូនអរគ្នាបានឃើញចឹងឯងអូខេនេះជា tweak ទី3 tweak ទី4ដែលមកស្តាចុងបង្ហាញគឺជា tweak ដែលលេង style ទៅលើ keyboard របស់យើងឲ្យមានពណ៌ប្លែកៗដូចនេះបាទមានពណ៌ប្លែកៗដូចនេះបងប្អូនអរគ្នាអាចធ្វើការកំណត់ពណ៌ keyboard ហ្នឹងទៅតាម app នីមួយៗដែលបងប្អូនអរគ្នាចង់ឲ្យវាបង្ហាញយើងអាចធ្វើការកំណត់ពណ៌បានច្រើនមានក្រហមទឹកក្រូចខៀវបៃតងអីចឹងទៅអូខេអញ្ចឹងដើម្បីធ្វើដូច្នេះបានបងប្អូនអរគ្នាត្រូវតែ install tweak មួយចេញពី site នេះដែល tweak នោះមានឈ្មោះថា keyboard color អូខេ keyboard color បងប្អូនអរគ្នាចូលមកកាន់វាហើយកំណត់មកអូខេអញ្ចឹងនេះជា color របស់ keyboard មានច្រើនពណ៌យើងចង់បានពណ៌អីបងប្អូនអរគ្នាជ្រើសរើសវាមកឧទាហរណ៍ mobile style ដូរពីពណ៌ទឹកក្រូចមកជាពណ៌ផ្ទៃមេឃអញ្ចេះចុះបាទយើងរើសវាមកហើយបាទយើងអាចបើកនៅ app ណាមួយដើម្បីឲ្យវាចង់ដើរនៅពណ៌ហ្នឹងអូខេបាទយើងអាចជ្រើសរើសពណ៌ផ្សេងឲ្យដើរលើ app ផ្សេងឧទាហរណ៍ mobile style យកប៉ុណ្ណឹងចុះអូខេឬក៏អានេះបងប្អូនអរគ្នាអាចបាត់វាកុំឲ្យចេញជាពណ៌អញ្ចឹងក៏បានដែរអូខេអញ្ចឹងយើងអាចជ្រើសរើសនៅ color របស់ keyboard ដែលបងប្អូនអរគ្នាចង់ប្រើនៅក្នុង app របស់យើងបាទឲ្យវាដំណើរការបន្ទាប់ពីយើងធ្វើការជ្រើសរើស keyboard ហើយបងប្អូនអរគ្នាអាចចុច apply អូខេមកអូខេពេលនោះ app របស់យើងនឹងដំណើរការទៅតាម keyboard ដែលយើងបានកំណត់ឧទាហរណ៍យើងចូលទៅកាន់ message យើងមាន keyboard ពណ៌ទឹកក្រូចបើសិនជាយើងចូលទៅកាន់ app ផ្សេងវិញវានឹងមាន keyboard ខុសគ្នាឧទាហរណ៍ mobile style ចូលទៅកាន់ app store ទៅបាទហើយចូលកន្លែង search ដើម្បីវាយទៅ keyboard របស់យើងនឹងឃើញផ្លាស់ប្ដូរដូចជាបងប្អូនអរគ្នាបានឃើញចឹងឯងអញ្ចឹងវាមានការផ្លាស់ប្ដូរពណ៌ keyboard ទៅតាមពណ៌ដែលយើងកំណត់ឲ្យ app នីមួយៗដំណើរការ color keyboard នឹងឯងអូខេនេះជា tweak ទី4 tweak ទី5ដែលជា tweak ចុងក្រោយគឺជា tweak ដែលយើងលេង style ទៅលើ volume display របស់យើងឲ្យមានលក្ខណៈស្រស់ស្អាតដូចនេះបងប្អូនអរគ្នាឃើញហើយវាមាន background ពណ៌លឿងមាន indicator វាពណ៌ផ្កាឈូកមានការបង្ហាញអំពីកម្រិតនៃសំឡេងនេះគឺមានពណ៌ស្វាយចាស់ដូចនេះឯងអូខេអញ្ចឹងដើម្បីលេង style ទៅលើ volume display របស់យើងដូចនេះបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak មួយដែលមានឈ្មោះថា Sonus 13អូខេ Sonus 13ហ្នឹងបងប្អូនអរគ្នា install ហើយចូលមកកាន់ setting មកយើងអាចធ្វើការ back enable វាកន្លែង slider របស់វានេះបងប្អូនអរគ្នាអាចយកជា dynamic ក៏បានឬក៏បងប្អូនអរគ្នាអាចយកជាពណ៌អីផ្សេងតាមពណ៌ដែលបងប្អូនអរគ្នាស្រឡាញ់ឧទាហរណ៍ដូរមកយកពណ៌ផ្កាឈូកទៅ maximum នេះបងប្អូនអរគ្នាអាចដូរមកយកពណ៌អូខេអាចដូរយកពណ៌ក្រហមអីចឹងទៅអូខេហើយយើងអាចបើកវាឲ្យធំបើកប្រវែងវាឲ្យវែងអញ្ចឹងមកណាអូខេហើយបន្ទាប់មក back ទៅវិញទៅកន្លែង background នេះបងប្អូនអរគ្នាអាចធ្វើការកំណត់ពណ៌របស់ background ឲ្យវាទៅតាមពណ៌ដែលបងប្អូនទាំងអស់គ្នាស្រឡាញ់ឧទាហរណ៍ដូរមកជាពណ៌ផ្ទៃមេឃវិញទៅបើ shadow នេះយើងបើកវាទៅហើយកន្លែងនេះដើម្បីឲ្យមានពណ៌ background បងប្អូនអរគ្នាយក light បាទ border render នេះបងប្អូនទាំងអស់គ្នាអាចបើកវាឲ្យធំដើម្បីឲ្យវាបាទរៀងមូលខ្លាំងអូខេយើងអាចបើកប៉ុណ្ណឹង back ទៅវិញទៅកន្លែង position នេះបងប្អូនអរគ្នាអាចយក center យក left ឬក៏ right ទៅតាមទីតាំងដែលបងប្អូនអរគ្នាស្រឡាញ់ហើយអាចឲ្យវាចេញពីខាងលើពីខាងក្រោមអីហោហែ mobile style មិនបង្ហាញច្រើនទេអូខេ indicator នេះបងប្អូនអរគ្នាអាចយកឲ្យវាមានលក្ខណៈជាធំហើយយើងអាចដូរពណ៌វាពីពណ៌ផ្ទៃមេឃមកជាពណ៌ក្រហមអីអញ្ចឹងវិញមកអូខេបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអាចត្រឡប់ទៅវិញ
bà hái dương châu từ căn châu từ ba volume display bỏ dưỡng bong phụ nọ khné năng khơi volume display bỏ dưỡng cứ miên lệ cả nạ từ tam ở váy thì dương bàn cầm nọt đôi để bong phụ nọ khné bàn khơi được cho này ai bà mới tới bất chi sao sao bàn tên ok con nó sầmรับการตามด้านทุกนัดไงนั้นมองหางแต่ปนังเตะบักเขาช่วยนะก็สมบัติเชียร์ไซส์ปีนี้หมู่บ้านสตาร์ก็สมจุ่มเลี้ยจูบบองปนอคเนี้ยในวิดีโอเลือกน้อยเลือกน้อยเด็ด